ធំហ៎ធំចាប់ប៉ុន្មាននិយាយពីថាបូមបៀតាំងពីថ្ងៃបងប្អូនហើយតែចង្រៃអីទេម៉ាស៊ីនវល់ខូចទៅដល់តែយប់មិនបានចាប់ហើយតែវល់មួយនឹងម៉ាស៊ីនខូចធ្វើម៉ាស៊ីនធ្វើអីបងប្អូនហើយមែនណាមកមើលថៃឡើងពុលភក់ពុលទឹកងាប់ចិត្តអស់ហើយណាមួយមេឃក៏ចិត្តយប់ហើយថៃក៏វាពុលភក់ផងអើយរឹងចកៃរឹងអីអស់លីងបៀតទៅវាភក់ច្រើនផងហើយនិយាយទៅវាដំបងវាយ៉ាងស្ដាយកូនថៃបងប្អូនកូនថៃហ្នឹងវាដំបងខ្ញុំឃើញវាពីច្បុកហើយដល់ពេលដួសថាយកមកចិញ្ចឹមហើយវល់ដួសថៃផងអីផងអាម៉ាស៊ីនខូចដល់ពេលយើងនៅវាភ្លឺដែរគឺវាមិនហ៊ីណយប់ទេដូចចាស់និយាយមិនខុសមានចាស់និយាយថាតាស្ដាយថៃទូចហ្នឹងរួចថៃធំហើយបងប្អូនហើយមែនដូចគាត់ថាអញ្ចឹងបើឡាស្ដាយថៃទូចឲ្យថៃឡើងប៉ុនកដៃហឹងចកៃងាប់ដល់ល្អហើយកាលនៅវាភ្លឺនិយាយពីថាចវាយមកបានក្មេងៗគេថាឲ្យតែហ៊ីងពីភ្លឺពូឲ្យខ្ញុំជួយចាប់ក្មេងៗមកដុតថៃដុតអីឲ្យវាស៊ីនិយាយទៅរៀបចំឲ្យវាមកអាប្លេឡើងឆ្អាតចេះហ្មងនៅតែថាហ៊ីងទឹកឲ្យវាចុះជួយចាប់ដល់ពេលមែនណាបងប្អូនមិនងឹតទៅវាអត់ហ៊ាននៅវាទៅផ្ទះអស់ទៅអានេះយើងមិនបន្ទោសក្មេងៗដោយសារក្មេងៗវាមិនងឹតចឹងអត់ហ៊ាននៅទេខ្លាចម៉ែឲ្យវាដើរហួរចឹងណាមួយយើងបូមទឹកហល់ដងបូមចាប់ថៃហល់ដងក៏បានតែក្មេងៗដែរបងប្អូនក្មេងៗវាមកជួយចាប់ហើយអាណិតអត់ថៃបងប្អូនហើយថៃលឹងហឹងចកៃងាប់អស់អាលីងហ្មងហើយដូចអាថៃទុនេះវិញនិយាយថាទៅដល់ផ្ទះដឹងតែងាប់ហ្មងអត់រួយដោយសារតែវានៅមានកម្លាំងវាខ្លួនវាធំថៃមានច្រើនចាប់ក៏ចាប់មិនអស់ហើយណាមួយបើសិនជាចាប់មិនអស់ព្រលឹមឡើងដឹងតែងាប់នៅក្នុងភក់ហ្នឹងហើយបងប្អូនដំបូងគាត់ថាបូមអត់ឲ្យហ៊ីងទេទុកទឹកខ្លះដើម្បីកុំឲ្យវាងាប់ថៃដេកចាំមួយយប់ទៀតចាំព្រលឹមឡើងយើងហ៊ីងទឹកហើយចាប់យកហ្មងតែមានណាបងប្អូនហើយវាកុនពេលណាមួយខ្ជិលដេកចាំដូចគ្នាក៏មិនអាចចិត្តដាក់បូមហ៊ីងយប់បដោយដូចតែខ្ញុំនិយាយដែលអញ្ចឹងបងប្អូនខ្ញុំនៅតែស្ដាយថៃណាមួយចាប់ថៃចាប់មិនអស់ហ្មងចាប់មួយនៅឡើង2ចាប់2ទៅឡើង3និយាយពីថាចាប់ពេកចាប់ដាក់ធុងផងដាក់ធុងផងហើយជូនទៅផ្ទះដឹងប្រមាណជើងឯងបងប្អូននៅតែចាប់មិនអស់ថៃណាដែលវាមានកម្លាំងវាឡើងមកលើគោកវិញមកហើយថៃណាដែលវាអត់កម្លាំងវាងាប់នៅក្នុងភក់នឹងទៅស្ដាយអើយស្ដាយតែមិនដឹងទៅមិនបងប្អូនភក់វាច្រើនហើយណាមួយវាយប់ហើយយើងចាប់មានតែគ្នា2នាក់ហ្នឹងពីដំបូងយើងរំពឹងតែក្មេងៗទេក្មេងៗដុតថៃដុតអីឲ្យវាស៊ីឲ្យឆ្អែតហើយអស់នឹកឃើញឲ្យតែទឹកហ៊ីងវាចុះជួយចាប់តាចាប់តែមួយផ្លែតដឹងអស់ថៃឯងដឹងបានទៅផ្ទះហើយដល់ពេលមានណាបងប្អូនម៉ាស៊ីនខូចផងអីផងអូយវេទនាដល់កហើយសំខាន់អាចាប់2នាក់ហើយភក់ប្រឡាក់ពេញដៃរត់ទឹកលាងមិនបានហើយមូសក៏ខំគូតខំអឹងខ្នងនេះនិយាយពីថាចាប់ថៃយប់វេទនាមិនទៀនហ្មងហើយមើលតែថៃចាក់ចេញចាប់ចេញទៅបងប្អូនហើយសឹងតែគ្មានរសមួយផងអាហ្នឹងថៃអស់ហ្នឹងសិតតែហឹងចកៃអស់ហើយបងប្អូនទោះបីយើងយកទៅលាងទឹកយកទៅប្រោះក៏អត់ផុតពីយប់ហ្នឹងដែរដឹងតែងាប់អស់ហើយសរុបសេចក្តីមកថៃអស់នេះគ្មានយកធ្វើអីកើតទេបងប្អូនមានតែយកធ្វើប្រឡាក់ហ្នឹងបើថាយកទៅលក់អូគេមិនទិញដែរបើទិញអីថៃយើងងាប់ហើយធម្មតាថៃតែងាប់វាបាក់សាច់ហើយបាក់សាច់បានតែធ្វើប្រឡាក់ធ្វើអីហ្នឹងបើសិនជាទិញយកទៅឆ្លោហូបក៏ហូបអត់ឆ្ងាញ់ដែរព្រោះថៃវាងាប់ចឹងអត់សូវមានជាតិដូចថៃយើងហូបទេបូមវាចាប់ថៃសាមុនបានគ្រាន់រួចបើថ្លៃសាំងថ្លៃអីតែសានេះដឹងអាខាតហើយបងប្អូនចូលដើមហ្មងបើថៃងាប់អស់ហើយបើថៃដែងនៅហួសខ្លះបើថៃទូដឹងតែចាប់ហើយគ្មានហួសហ្មងថៃទូបើកុំអោយវាហឹងចកៃគ្រាន់បើតែហឹងចកៃចេះហើយដឹងងាប់អស់